Hedy Lama គឺជាអ្នកត្រួសត្រាយផ្លូវដ៏ឆ្នើមមួយរូបលើវិស័យពីរជាតារាសម្ដែង Hollywood ដ៏ល្បីល្បាញក្នុងអំឡុងយុគមាសនៃភាពយន្តនិងជាអ្នកបង្កើតថ្មីប្រកបដោយចក្ខុវិស័យដែលស្នាដៃរបស់នាងបានដាក់មូលដ្ឋានគ្រឹះសម្រាប់បច្ចេកវិទ្យាឥតខ្សែនាសម័យទំនើបឬហៅម្យ៉ាងទៀតថាជាមាតានៃ Wi-Fi ជាតារា Hollywood ដ៏ស្រស់ស្អាតបំផុតក្នុងលោកនៅទសវត្សរ៍ឆ្នាំ1930និងឆ្នាំ1940 Hedy Lama ជាតារា Hollywood ដ៏ស្រស់ស្អាតម្នាក់ដែលមានសក់ខ្មៅស្បែកសនិងជើងសក់រាងអក្សរ V បានក្លាយជាស្តង់ដារនៃភាពស្រស់ស្អាតរបស់ស្ត្រីនាសម័យនោះសូម្បីតែតារាល្បីៗជាច្រើនផ្សេងទៀតក៏បានសរសើរនាងថាពិតជាស្រស់ស្អាតឥតខ្ចោះពិតមែនភាពយន្តរឿង Algiers ដែលផលិតនៅក្នុងឆ្នាំ1930គឺជាភាពយន្តដែលធ្វើឲ្យនាងល្បីល្បាញខ្លាំងនៅអាមេរិករឿង Samson and Delilah ផលិតនៅក្នុងឆ្នាំ1949គឺជាភាពយន្តដែលរកចំណូលបានច្រើនបំផុតរបស់នាងដែលនាងដើរតួជា Femme Fatale ជាស្ត្រីមានមន្តស្នេហ៍តាក់ទាញតែគ្រោះថ្នាក់ភាពយន្តនៅក្នុងឆ្នាំ1930រឿង Ecstasy គឺជារឿងបដិវត្តន៍មួយដែលនាងសម្ដែងជាតួឯកធ្វើឲ្យនាងរងភាពអាម៉ាស់យ៉ាងខ្លាំងព្រោះវាបានបង្ហាញមុខរបស់ស្ត្រីអំឡុងពេលឈានដល់ចំណុចកំពូលរឿងនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកមួយរយៈពេលផងដែរនិងត្រូវបានថ្កោលទោសដោយសម្ដេចប៉ាបភាពល្បីល្បាញនៅក្នុងផ្លូវមិនល្អនេះបានតាមលើងបន្លាចនាងជាប់អស់រយៈពេលជាច្រើនទសវត្សរ៍នាងមានឈ្មោះកំណើតថា Hedwig Kiesler តែលោក Louis B. Mayer ដែលជាមហាសេដ្ឋីនិងជាម្ចាស់ឧស្សាហកម្មភាពយន្ត MGM បានបដូរឈ្មោះរបស់នាងទៅជា Hedy Lama ដើម្បីឲ្យនាងមានឈ្មោះថ្មីនៅក្នុងវិស័យ Hollywood លោកបានដាក់ឈ្មោះនាងតាមតារាភាពយន្តគ្មានសម្លេងម្នាក់ឈ្មោះ Barbara Lama ដោយសង្ឃឹមថានឹងផ្សារជាប់ Hedy ជាមួយនឹងភាពឆាតឆាយជាជាងរឿងអាស្រូវរបស់នាង Hedy ត្រូវបានគេផ្ដល់តួនាទីជាតួឯកដែលមានឈ្មោះថា Il Charlotte នៅក្នុងរឿង Casablanca ប៉ុន្តែនាងបានបដិសេធហើយតួនាទីនេះបានធ្លាក់ទៅលើ Ingrid Bergman វាត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ What If ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រភាពយន្តអ្នកគូររូបរបស់ Disney បានប្រើទម្រង់មុខនិងសក់របស់ Hedy ជាឯកសារយោងសម្រាប់ជាគំរូតួអង្គ Snow White ស្រដៀងគ្នានេះដែរអ្នកបង្កើត Catwoman លោក Bob Kane បាននិយាយថារូបរាងរបស់នាងគឺជាការបំផុសគំនិតចម្បងសម្រាប់គំរូតួអង្គ Selena Kyle ដែលជាច្បាប់ដើមនៅក្នុងសៀវភៅគំនូរជីវចលជាមាតានៃ Wi-Fi Hedy បានបំផុសគំនិតក្នុងការបង្កើតបច្ចេកវិទ្យា Frequency Hopping Spectrum ដែលជាបច្ចេកវិទ្យាមួយនៅក្នុងផ្នែកដែលពិបាកយល់និយាយជារួមសាកសម័យថាមនុស្សពីរនាក់កំពុងតែនិយាយគ្នាប៉ុន្តែពួកគេផ្លាស់ប្ដូរហ្វ្រីកង់ជានិច្ចរៀងរាល់2ទៅ3វិនាទីម្ដងតាមលំនាំដែលបានគ្រោងទុកអ្នកខាងក្រៅដែលព្យាយាមលួចស្ដាប់នឹងឮតែសំឡេងរំខានព្រោះពួកគេមិនដឹងថាត្រូវប្ដូរទៅប៉ុស្តិ៍ណាបន្ទាប់មកទៀតនោះទេ Hedy បានធ្វើការជាមួយនឹងអ្នកនិពន្ធតន្ត្រី George Ansel ពួកគេបានប្រើប្រាស់យន្តការនៃ piano ស្វ័យប្រវត្តិដែលប្រើប្រាស់ក្រដាសរមូលមានរុនដើម្បីធ្វើការវាយកំណត់ចំណាំតន្ត្រីដើម្បីកំណត់ពេលវេលានៃការផ្លាស់ប្ដូរហ្វ្រីកង់រវាងវិទ្យុបញ្ជានិងក្របបាច់បុកអំឡុងសង្គ្រាមលោកលើកទី2ក្របបាច់បុកដែលបញ្ជាដោយវិទ្យុងាយនឹងត្រូវបានសត្រូវចាប់សញ្ញាបានដោយការបញ្ជូនសញ្ញានៅលើហ្វ្រីកង់ដូចគ្នាការច្នៃប្រឌិតរបស់ Hedy ធ្វើឲ្យការរំខាននេះមិនអាចទៅរួចព្រោះហ្វ្រីកង់មិននៅមួយកន្លែងយូរគ្រប់គ្រាន់ដើម្បីឲ្យពួកគេបិទបាននោះឡើយ Hedy បានរកឃើញមូលដ្ឋានគ្រឹះសម្រាប់បច្ចេកវិទ្យាទំនើបនេះទោះបីជាកងទ័ពជើងទឹកមិនបានប្រើប្រាស់វានៅក្នុងឆ្នាំ1942ក៏ដោយក៏គំនិតនៃ Split Spectrum បានក្លាយជាប្លង់មេសម្រាប់ការបញ្ជូនទិន្នន័យនៅពេលបច្ចុប្បន្ននេះបើគ្មានវាទេទូរស័ព្ទរបស់យើងក៏មិនអាចភ្ជាប់ Wi-Fi Bluetooth ឬ GPS ដោយគ្មានសញ្ញាជាន់គ្នានោះដែរទូរស័ព្ទរបស់យើងនឹងច្បាស់ជាគាំងនៅក្រោមច្បាប់សហរដ្ឋអាមេរិកនៅពេលនោះមេដាយប៉ាតង់ឬកម្មសិទ្ធិបញ្ញាមានសុពលភាពត្រឹមតែ17ឆ្នាំប៉ុណ្ណោះដោយសារបច្ចេកវិទ្យារបស់នាងទំនើបហួសសម័យកាលយោធាមិនបានប្រើប្រាស់វារហូតទៅដល់ទសវត្សរ៍ឆ្នាំ1960ដែលជាពេលវេលាកម្មសិទ្ធិបញ្ញារបស់នាងត្រូវបានផុតកំណត់និងបានក្លាយទៅជាសម្បត្តិសាធារណៈបាត់ទៅហើយដោយសារតែមេដាយប៉ាតង់បានផុតកំណត់ទៅហើយឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារដែលបានកើតចេញពីការច្នៃប្រឌិតរបស់នាងដូចជាបច្ចេកវិទ្យាទូរស័ព្ទចល័តជាដើមមិនដែលបានបង់ប្រាក់សួយសារឲ្យនាងបានសូម្បីតែ1សេនឡើយនៅក្នុងឆ្នាំ1997នៅពេលដែលនាងមានអាយុ82ឆ្នាំពិភពបច្ចេកវិទ្យាទំនើបទើបតែចាប់អារម្មណ៍អំពីនាង
នៅពេលដែលគេបានប្រាប់នាងថានាងបានចាស់រង្វាន់ EFS Pioneer Award នាងបាននិយាយថាដល់ពេលសមគួរហើយដែលខ្ញុំត្រូវទទួលបានវាឈ្មោះរបស់ Hedy Lamar ត្រូវបានគេដាក់បញ្ចូលក្នុងសាលកិត្តិយសជាតិនៅក្នុងឆ្នាំ2014ដោយបញ្ចូលរួមជាមួយនឹងថ្នាក់ដឹកនាំដូចជាលោក Thomas Edison និងលោក Nikola Tesla នាងគឺជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ Bob of Genius ក្រោយពេលដែលនាងបានទទួលមរណភាពទៅជីវិតផ្ទាល់ខ្លួន Hedy បានរៀបអាពាហ៍ពិពាហ៍ចំនួន6លើកមកហើយ Hedy ស្វែងរកស្ថិរភាពប៉ុន្តែកម្របានណាស់ស្វាមីរបស់នាងរួមមានតារាសម្ដែងអ្នកនិពន្ធភាពយន្តអ្នកដឹកនាំវងតន្ត្រីជនជាតិអង់គ្លេសអ្នកជំនួញប្រេងនិងមេធាវីលេងលះផ្ទាល់ខ្លួនរបស់នាងថែមទៀតផងស្វាមីទី1របស់នាងគឺជាអ្នកជំនួញអាវុធជនជាតិអូទ្រីសដែលបានលូអាវុធឲ្យ Hitler និង Mussolini គាត់ជាមនុស្សចូលចិត្តគ្រប់គ្រងលើរូបនាងខ្លាំងណាស់ Hedy បានរត់គេចខ្លួនដោយការដាក់ថ្នាំងងុយដេកឲ្យអ្នកបម្រើរបស់នាងរួចស្លៀកពាក់ឯកសណ្ឋានអ្នកបម្រើហើយជិះកង់រត់ទៅទីក្រុងប៉ារីស Hedy បានយកកូនចិញ្ចឹមរបស់នាងឈ្មោះ James មកចិញ្ចឹមក្នុងអាពាហ៍ពិពាហ៍លើកទី2របស់នាងទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលនាងកាន់តែដកខ្លួនចេញពីសង្គមនិងការតស៊ូជាមួយនឹងបញ្ហាផ្ទាល់ខ្លួនទំនាក់ទំនងរបស់នាងនិងកូនចិញ្ចឹមបានបែកបាក់គ្នាកូនប្រុសចិញ្ចឹមរបស់នាងលែងតាក់ទងនិងលែងនិយាយរកនាងរហូតដល់នាងទទួលមរណភាពដោយតារាជាច្រើនទៀតក្នុងសម័យនោះដែរ Hedy ត្រូវបានគេរាយការណ៍ថាត្រូវបានខាងស្ទូឌីយោផ្ដល់ថ្នាំជំនួយកម្លាំងដើម្បីឲ្យនាងធ្វើការបានច្រើនម៉ោងដែលធ្វើឲ្យមានការលំបាកពេញមួយជីវិតជាមួយនឹងការប្រើប្រាស់សារធាតុញៀននិងការថប់បារម្ភនៅក្នុងឆ្នាំ1966និងម្ដងទៀតនៅក្នុងឆ្នាំ1991 Hedy Lamar ត្រូវបានចាប់ខ្លួនពីបទលួចអីវ៉ាន់តូចតាចដូចជាថ្នាំបញ្ចុះនិងថ្នាំបន្តក់ភ្នែកជាដើមបើទោះបីជានាងមានទ្រព្យសម្បត្តិច្រើនក៏ដោយប្រវត្តិវិទូភាគច្រើនជឿថានេះគឺជាលទ្ធផលនៃការថយចុះនៃសុខភាពផ្លូវចិត្តឬជាការសើចរោគជំនួយដោយមិនដឹងខ្លួនក្នុងឆ្នាំចុងក្រោយនៃជីវិតរបស់នាង Hedy បានរស់នៅយ៉ាងឯកោនាងខ្មាស់អៀនចំពោះរូបរាងដែលចាស់ទៅនិងការវះកាត់កែសម្ផស្សដែលមិនទទួលបានជោគជ័យដោយចូលចិត្តស្នាក់នៅក្នុងផ្ទះនិងនិយាយជាមួយមិត្តភ័ក្តិរាប់ម៉ោងតាមទូរស័ព្ទជាជាងការជួបផ្ទាល់បុគ្គលិកលក្ខណៈដ៏គួរឲ្យចាប់អារម្មណ៍ខណៈពេលដែលតារាសម្ដែងផ្សេងទៀតចំណាយពេលសម្រាកនៅលើកៅអីតុបតែងខ្លួន Hedy មានតុសម្រាប់ជាងមួយដែលបានដំឡើងនៅក្នុងរថយន្តសណ្ដោងរបស់នាងមានឈុតឧបករណ៍និងចំណាយពេលរាប់ម៉ោងដើម្បីរុះរើរបស់របរអេឡិចត្រូនិកនិងដំឡើងវាឡើងវិញនាងធ្លាប់បាននិយាយថាការកែលម្អរបស់របរគ្រឿងអេឡិចត្រូនិកគឺជាធម្មជាតិរបស់នាងចាត់ទុកការសម្ដែងជាការងារដើម្បីបង់ថ្លៃចំណាយប៉ុន្តែការបង្កើតថ្មីគឺជាអត្តសញ្ញាណពិតរបស់នាងចូលចិត្តរុះរើឧបករណ៍ចាក់តន្ត្រីរបស់នាងដើម្បីចង់ដឹងថាតើវាដំណើរការយ៉ាងដូចម្តេចហើយចូលចិត្តផ្គុំឡើងវិញនិងដំណើរការបានធម្មតាដើម្បីគ្រប់គ្រងសហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី2នាងបានធ្វើដំណើរជុំវិញប្រទេសដើម្បីរៃមូលនិធិបានសង្គ្រាមមានបរិសម្នាក់បានបង់ប្រាក់ឲ្យនាង$25,000សម្រាប់ការថើបនាងមួយខ្សែសរុបមកនាងប្រមូលបានប្រហែល$25 លានដែលមានតម្លៃជាង$400 លាននាពេលបច្ចុប្បន្ននាងមានទេពកោសល្យដែលរៀនដោយខ្លួនឯង Hedy មិនដែលចូលសាកលវិទ្យាល័យផ្នែកវិស្វកម្មនោះទេនាងគឺជាមនុស្សមានទេពកោសល្យពីកំណើតដែលបានសង្កេតមើលកិច្ចប្រជុំអាជីវកម្មរបស់ស្វាមីទី1របស់នាងជាមួយអ្នករចនាអាវុធនិងបានបង្រៀនខ្លួនឯងអំពីរូបវិទ្យានៃវិទ្យុនិងសភាវុធនាងថែមទាំងបានព្យាយាមបង្កើតគ្រាប់ថ្នាំដែលអាចបំលែងទឹកធម្មតាទៅជាភេសជ្ជៈមានហ្គាសក្រោយមកនាងបានសារភាពថាវាមិនសូវឆ្ងាញ់ទេព្រោះទឹកពីកន្លែងមួយទៅកន្លែងមួយមានរសជាតិខុសគ្នានៅចន្លោះពេលថតភាពយន្ត Hedy មិនដែលអានអត្ថបទរឿងទស្សនាវដ្តីឬនិយាយដើមគេនោះទេគេតែងតែឃើញនាងអានសៀវភៅបែបវិទ្យាសាស្ត្រ Scientific American ឬទស្សនាវដ្តីវិស្វកម្មស្នាដៃដ៏យូរអង្វែងភាពយន្តឯកសារ Bombshell ក្នុងឆ្នាំ2017មានសារៈសំខាន់ខ្លាំងណាស់ព្រោះវាបានប្រើប្រាស់កាសែតសំឡេងដែលមិនធ្លាប់ឮពីមុនមករបស់ Hedy ដែលនាងបានរៀបរាប់អំពីដំណើរជីវិតផ្ទាល់ខ្លួនរបស់នាងអំឡុងពេលវិបត្តិមីស៊ីលនៅគុយបាកងទ័ពជើងទឹកអាមេរិកបានប្រើប្រាស់បច្ចេកវិទ្យា Frequency Hopping របស់នាងមួយប្រភេទដើម្បីធានាសុវត្ថិភាពបណ្ដាញទំនាក់ទំនងរវាងនាវាដែលបង្ហាញថាទ្រឹស្ដីរបស់នាងពិតជាដំណើរការក្នុងការកំណត់យោធាដែលមានហានិភ័យខ្ពស់
នៅថ្ងៃទី9 ខែវិច្ឆិកាជាថ្ងៃកំណើតរបស់ហេតឌីឡាម៉ាឥឡូវនេះត្រូវបានប្រារព្ធជាទិវាអ្នកបង្កើតថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់អូទ្រីសនិងស្វីសដើម្បីជាកិត្តិយសដល់នាងសម្រងសម្ដីដ៏ល្បីល្បាញរបស់នាងគឺនារីណាក៏អាចមានភាពស្រស់ស្អាតទាក់ទាញបានដែរអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែឈរឲ្យស្ងៀមហើយធ្វើមុខល្ងងទៅបានហើយនេះជាវិធីដែលនាងចំអកឲ្យប្រព័ន្ធ Hollywood ដែលឲ្យតម្លៃលើមុខរបស់នាងប៉ុន្តែមិនខ្វល់ពីខួរក្បាលរបស់នាងរឿងរ៉ាវរបស់ហេតឌីឡាម៉ាបានរំលឹកថាមនុស្សយើងជារឿយៗមានតម្លៃនិងសមត្ថភាពលើសពីអ្វីដែលយើងមើលឃើញនៅសម្បកក្រៅទៅទៀត